ស្អីគេអញ្ចេះលោតជើង2ជើង3ចង់ប្រាប់ថាឃើញពស់ខ្សែកអត់បានទេខ្លាចវាចឹកអត់បានទេពស់នឹងវាចេះចឹកណាចាជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគ្រាន់តែឃើញពងអស័យក៏ដឹងតែប្លែកទៀតដែរចង់ដឹងខាងក្នុងនឹងអីអត់ចង់ប្រាប់ថាថ្ងៃហ្នឹងយើងទៅធ្វើកង្កែបអប់ក្នុងពងអស័យគ្រាន់តែលឺក៏ដឹងតែប្លែកហើយបានឆ្ងាញ់មាត់ទៀតហើយបងប្អូនអើយឥឡូវណោះតោះកុំខាត់ពេលយូរណាយើងទៅធ្វើវាញ៉ាំទាំងអស់គ្នាតែមុននឹងយើងទៅធ្វើញ៉ាំយើងទៅរោងកែបសិនហើយបងប្អូនមួយចំនួនមានឆ្ងល់អត់ឥឡូវយើងមកដល់វាលេណាកំពុងឃើញណា admin កំពុងតែជីកហ្នឹងអ្នកខ្លះឆ្ងល់ថាធ្វើអីចង់ប្រាប់ថាទុកឲ្យឆ្ងល់បន្តិចសិនណាអត់ទាន់ប្រាប់ទេអូខេឥឡូវបាត់ឆ្ងល់នៅបើអត់ទាន់បាត់ទេចាំខ្ញុំប្រាប់ណាយើងជីកម្លងបែបនេះគឺដើម្បីដាក់អន្ទាក់ដើម្បីចាប់កែបចង់ប្រាប់ថាមកដុំនឹងស្បូងកែបធំដេញចាប់អត់បានទេបងប្អូនអើយហើយការជីកម្លងបែបហ្នឹងគឺយើងជីកឲ្យរាងមូលបន្តិចមកឃើញទេសេរីស្រង់វាមិនឲ្យបានមូលប៉ុន្តែដឹងស្រាប់ហើយជីកវាអត់បានមូលដូចគូវាអញ្ចឹងអត់បញ្ហាទេយើងធ្វើម៉េចសេរីស្រង់បន្តិចទៅប៉ុន្តែសំខាន់ឲ្យជ្រៅកាលណាតែជីករាក់ពេកហ្នឹងកែបយើងចូលមកវារួចបាត់ហើយសំខាន់ទៀតអាលងរបស់យើងយើងត្រូវជីកនៅចិត្តណាបន្លាយបែបនេះមកបងប្អូនអើយឬក៏កន្លែងស្រះកន្លែងអីចិត្តទឹកមកណាបានកែបយើងចូលតែជីកឆ្ងាយពេកអត់មានកែបព្រោះកែបហ្នឹងចូលចិត្តណានេះនៅតាមអែបបន្លាយបែបហ្នឹងវានៅតាមគុំស្មៅគុំកច្រាំងណាគឺសបោមែនតែនមិនត្រឹមតែកែបទេក្តាមក៏វាអាចចូលត្រីក៏វាអាចចូលដែរបើយើងជីកកឹបបែបនេះហើយសំខាន់នៅពេលយើងជីករួចយើងចាប់ផ្ដើមលាបគេហៅថាបៀកវាបៀកជាផុកជាអីណានៅតាមមាត់លងហ្នឹងដើម្បីពីមាត់លងយើងចូលទៅក្នុងបន្លាយើងដើម្បីវាជាផ្លូវរបស់កង្កែបយើងត្រីឬក៏ក្តាមអីវាចូលហ្នឹងឯងហើយបន្ទាប់មកទៀតនេះសំខាន់ជាងគេគឺនុយខ្យងបងប្អូនអើយខ្យងហ្នឹងយើងចាប់ផ្ដើមវាយវាខ្លះទៅយើងតម្លាក់វាខ្លះទៅដើម្បីឲ្យកង្កែបយើងវាធំខ្លួនខ្យងចង់ប្រាប់ថាខ្យងគឺជាចំណីកង្កែបលេខ1ដែលវាចូលចិត្តចឹងហើយបន្ទាប់ពីយើងរីវាដាក់តាមមាត់ហើយតម្លាក់វាខ្លះក្នុងលងទៅឲ្យឆ្ងាយបន្តិចចាំ2 3ម៉ោងចាំមកអើតនេះបងប្អូនអើយណាបន្ទាប់ពីប្រហែលជា3ម៉ោងមកណែកែបពិតជាចូលនៅក្នុងលងយើងមែនឡើងថឹកបងប្អូនអើយណែក្បាលត្រៀបត្រាល្អមែនតែនមានអាតូចមានអាធំចាំកាលចាប់វាទៅហើយចាត់ការវាឲ្យទៅព្រោះថាតើអត់ចាត់ការវាណាមកឃើញទេអាចចាត់ការម៉មវានៅតែលោនអញ្ចឹងចាត់ការវាបន្តិចទៅស្មានទោសណារបស់យើងញ៉ាំទេអត់បញ្ហាអីទេអូខេបើអញ្ចឹងទេតដាក់ក្នុងធុងវាលោតចេញទៅបាត់មានអាមួយនោះវាលោតចេញបងប្អូនចេញទៀតហើយអូយចេញអស់ហើយបងប្អូនអើយកែបនឹងអត់បានទេអូយអាកែបនឹងវាចង់និយាយថាវាប៉ិនលោតមែនតែនដាក់វាខ្លះហើយនៅតែវាលោតចេញបានទៀតក្បាលខូចមែនតែនធ្វើអីក្តៅលឹកទៅជាតិនឹងព្រឹកណាដាក់វាទៀតសិនអូខេទៅចាប់វាទៀតហើយបងប្អូនអើយអាខ្លះវាលោតចូលនៅក្នុងបន្លាយើងវិញអញ្ចឹងអាខ្លះក៏ចាប់អត់បាននេះបងប្អូនអាវៈនឹងឯងនេះចុះទៅភ្លាមឃើញពុះខ្សែកោចាំកាលអើយអត់ហ៊ានចុះទៀតទេអើយត្រឡប់មកកន្លែងលងយើងវិញអានឹងឲ្យវារត់ទៅសិនចុះអូខេចាប់តាក្នុងលងយើងឲ្យបានទៅព្រោះវាបានក្រែដែរកាប់ពិតទៅដាក់ពីរៀងបលឹមបន្តិចបើសិនជាយើងដាក់មកយប់ចោលព្រឹកប្រហែលជាអាចចូលត្រីឬក្តាមខ្លះព្រោះវាចូលចិត្តតែចូលពេលល្ងាចពេលយប់តែកែវាអត់សំខាន់យប់ព្រឹកទេតែដាក់វាធំក្លិននុយវាចូលមកហើយអូខេបងប្អូនអើយណែលោតចេញខ្លះចូលខ្លះដូចឆាកកំ pl ែងម្លេះលោកព្រះអើយបងប្អូនអើយមកកុំភ្លេចជួយចាប់ផងណាចាប់ម្នាក់ឯងចង់វែងដែរហ្នឹងណាអូខេបន្ទាប់ពីយើងចាប់វាបានរួចរាល់ហើយអាលោតចេញក៏ចាប់បានវិញហើយយើងត្រឡប់ទៅកន្លែងយើងធ្វើម្ហូបវិញអូខេឥឡូវយើងបានមកដល់កន្លែងយើងធ្វើម្ហូបវិញណាយើងចាប់ផ្ដើមចាត់ការកែបយើងម្ដងទៀតទៅព្រោះខ្លះវាអត់ទាន់តៃសាក់ទេយើងចាប់ការវាតៃសាក់អស់ហើយបន្ទាប់មកទៀតយើងកុំភ្លេចណាវះពុះយកពោះវៀនវាចេញអស់មកបន្ទាប់មកទៀតយើងដាក់អំបិលគឺលាងទឹកធ្វើមិនយើងលាងវាស្អិតយើងដាក់អំបិលលាងវាមកបានស្បែកវាស្អិតល្អព្រោះថាកែបអំពងឫស្សីយើងថ្ងៃហ្នឹងគឺអត់ត្រូវការប្រឡត់ស្បែកចេញទេយើងដាក់ទាំងស្បែកចង់ប្រាប់ស្បែកវាគឺស្វិតឆ្ងាញ់ល្អបងប្អូនអើយបន្ទាប់មកទៀតយើងបន្ទាប់ពីប្រឡាក់អំបិលយើងលាងវាស្អាតហើយកុំភ្លេចលាងវាមកទឹកពីទឹកទៀតមកហ្នឹងឯងយើងចាក់ទឹកថែមមកធ្វើម៉េចលាងឲ្យស្អាតបងប្អូនអើយតែអត់ស្អាតវាអត់ឆ្ងាញ់ទេអូខេចាប់ផ្ដើមលាងធ្វើម៉េចឲ្យស្អាតបន្ទាប់ពីលាងឲ្យស្អាតហើយយើងសម្រោះវាដាក់កញ្ច្រែងទុកម្ល៉េះសិនទៅឥឡូវយើងចាប់ផ្ដើមមកដាក់ខ្ទះហើយចាក់ប្រេងឆាដើម្បីបំពងកែបយើងណាទៅពេលដែលខ្លាញ់យើងចាប់ផ្ដើមក្តៅហើយគឺយើងចាប់ផ្ដើមដាក់កែបយើងចូលមកតែដោយសារតែខ្ទះយើងតូចល្មមអញ្ចឹងយើងបំពងម្ដងតែ2 3បានហើយបងប្អូនអើយ3ឬក៏4ទៅឥឡូវឡើង5ហើយ admin ចេះតែនិយាយមក3 4ឥឡូវក្នុងខ្ទះសឹក5អូខេយើងបំពងតាមតលទ្ធភាពខ្ទះយើងអាចបំពងបានណាប៉ុន្តែដាក់ភ្លើងតិចមកកុំឲ្យខ្ទះយើងវាក្តៅពេកវាខ្លោចកែបយើងបន្ទាប់ពីយើងបំពងកែបយើងបានក្រៀមមកល្មមរួចរាល់ហើយយើងទុកវាម្ល៉េះសិនទៅឥឡូវនេះ
យើងចាប់ផ្ដើមមករៀបចំបំពង់អស័យយើងអាស័យហ្នឹងគឺកាត់បានណាកាត់បានស្រេចយើងចាប់ផ្ដើមកាត់អញ្ចេះមកបងប្អូនអើយមកកង់វាបែបនេះមកតែកុំកាត់អាថ្នាំងវាចោលណាកាត់តែមួយជាហៀងបានហើយដើម្បីទុកថ្នាំងវានឹងឯងយើងដាក់កែបចូលទៅវាអត់លិចទឹកទៅណាអូខេយើងចាប់ផ្ដើមដាក់ទឹកក្លុកវាលាងខាងក្រៅលាងខាងក្នុងឲ្យស្អាតមកព្រោះកាលណាតែយើងលាងអត់ស្អាតវាក៏ក្រៀតដីក៏ក្រៀតអីជួនកាលយើងកាត់វាដោយដីដោយអីដែរបន្ថែមអាណាទ្រាំកាត់បានបងប្អូនអើយដើមវារៀងត្រឹសដែរណាអូខេបន្ទាប់ពីយើងលាងបំពង់ឫស្សីយើងស្អាតហើយយើងទុកវាម្ល៉េះសិនទៅឥឡូវយើងងាកមកមើលគ្រឿងផ្សំនេះកង្កែបអប់បំពង់ឫស្សីយើងវិញគ្រឿងសិតតែគ្រឿងឈ្ងុយបងប្អូនអើយយើងមានដូចជាស្លឹកក្រូចសើចរំដេងស្លឹកគ្រៃខ្ទឹមសខ្ទឹមក្រហមម្ទេសអូយច្រើនមុខមែនទែនប៉ុន្តែចង់ប្រាប់ថាសិតតែជាគ្រឿងឈ្ងុយទាំងអស់អត់បានទេបន្ទាប់ពីយើងដាក់គ្រឿងផ្សំយើងចូលក្នុងចានតែមួយទាំងអស់មកយើងបន្ថែមណាប្រេងខ្យងបន្តិចមកទឹកត្រីបន្តិចមកដើម្បីវាកាន់តែឈ្ងុយហើយបើយើងថែមដូចជាគេហៅថាទឹកស្អ៊ីវខាប់បងប្អូនមានអាចដាក់បានបងប្អូនអត់មានអត់ដាក់ក៏បានដែរព្រោះហ្នឹងគឺយើងដាក់ឲ្យទៅវាមានពណ៌ហើយណាហើយក្លិនវារៀងឈ្ងុយបន្តិចបន្ទាប់មកទៀតក៏យើងថែមណាអំបិលប៊ីចេងស្ករណារ៉ូឌីអីតាមចំណង់ចំណូលចិត្តរបស់យើងដាក់វាមកល្មមមកហើយបន្ទាប់ពីយើងដាក់អាគ្រឿងផ្សំរួចហើយយើងច្បល់វាឲ្យសព្វហើយណែបងប្អូនចាប់ផ្ដើមដល់វគ្គយើងញាត់កែបយើងដាក់នៅក្នុងពងសីដំបូងឡើយយើងដាក់គ្រឿងផ្សំសិនមកចាំយើងដាក់កែបចូលនិយាយទៅយើងដាក់ចន្លោះវាដើម្បីឲ្យគ្រឿងផ្សំយើងហើយនឹងកង្កែបហ្នឹងវាចូលជាតិគ្នាល្អហ្នឹងឯងយើងចាប់ផ្ដើមដាក់កង្កែបចូលហើយយើងញាត់គ្រឿងផ្សំយើងខ្លះមកចាំយើងថែមកង្កែបថែមទៀតដោយសារតែថ្ងៃហ្នឹងកំពុងអាស័យវារៀងទូចបន្តិចតែអត់បញ្ហាកង្កែបយើងវាតូចមកល្មមដែរអញ្ចឹងគ្រាន់តែវាដាក់បានតិចប៉ុណ្ណឹងបើសិនជាកំពុងអាស័យគេធំគឺដាក់កែបបានច្រើនជាងនឹងតែប៉ុណ្ណឹងក៏អត់បញ្ហាដែរអាក្រាស់អញ្ចឹងគឺយើងដុតវាអត់ងាយខ្លោចអាស័យយើងហើយកែបយើងឆ្អិនល្អទៀតអូខេហើយបន្ទាប់ពីយើងញាត់គ្រឿងយើងរួចរាល់ហើយយើងចាប់ផ្ដើមណាបងប្អូនអានេះថ្ងៃនេះគឺខ្ញុំមានគេហៅថាស្លឹកគ្រៃខ្ញុំញាត់ពីក្រៅនេះដើម្បីឲ្យវាណែនល្អយើងយកទៅដុតទៅវាអត់ហៀទឹកចេញមកក្រៅបើសិនបងប្អូនអត់មានស្លឹកគ្រៃអីទេគឺយើងអាចប្រើជាគល់កញ្ច្រៀងក៏បានអាចប្រើជាស្លឹកស្រូវស្លឹកអីក៏បានឲ្យតែយើងញាត់ឲ្យចិត្តណាបន្ទាប់មកទៀតណែបងប្អូនអើយដល់វគ្គណាយើងយកវាទៅដុតណាដុតបែបណាក៏បានដែរតែថ្ងៃហ្នឹងគឺអត់មានខ្សែមានអីត្រឹមត្រូវចងវាល្មមមកដាក់ដុតវាបន្ទាប់ពីដុតប្រហែលជាង1ម៉ោងមកឥឡូវកែបរបស់យើងបានឆ្អិនរួចរាល់ហើយបងប្អូននេះណែឥឡូវចាប់ផ្ដើមដកឆ្នុកវាណាយើងមានឆ្នុកមានអីញាត់វាឲ្យណែនបែបហ្នឹងមកទើបវាអត់ចេញទឹកឥឡូវចាប់ផ្ដើមចាក់ហើយឥឡូវយើងមកអ៊ុតមើលណាកង្កែបអប់បំពង់ឫស្សីតើរសជាតិវាយ៉ាងម៉េចដែរហើយរូបរាងវាយ៉ាងម៉េចដែរចង់ប្រាប់ថាគាត់តែបើកឆ្នុកមកក្លិនឡងឈ្ងុយឈួលច្រមុះហ្មងណាឈ្ងុយមែនទែនបងប្អូនអើយឈ្ងុយអាគ្រឿងយើងសឹកគុជសើគល់ក្រៃយើងរំដេងអីចង់ប្រាប់ថាឈ្ងុយមែនទែនហើយចាក់មកទៀតអូយក្តៅបែបនេះដល់វគ្គហើយដល់វគ្គភ្លក់ទៀតទេណាកុំតន់ទៅណាអ្នកទាំងអស់គ្នាមកអ៊ុតមើលហើយចាំមកភ្លក់ទាំងអស់គ្នាឥឡូវយើងចាក់វាសិនចាក់ណាបងប្អូនអើយមកបំពង់អញ្ចឹងកែបានតែ2ឬក៏3ទេដោយសារបំពង់យើងវារៀងទូចបន្តិចតែអត់បញ្ហានេះបងប្អូនឃើញទេឥឡូវទឹកវាចេញពីក្នុងបំពង់ឫស្សីហ្នឹងកាលណាយើងច្រកវាយើងអត់បានដាក់ទឹកទេប៉ុន្តែដល់ពេលតាដុតឆ្អិនវាចេញពីកង្កែបផងវាចេញពីគ្រឿងផ្សំយើងផងចូលជាតិឡងសប់ចង់ប្រាប់ថាឈ្ងុយមែនទែនណែបងប្អូនអើយកង្កែបយើងក៏ឡើងស្បែកវាឡើងឡងស្វិតឆ្ងាញ់សំខាន់យើងយកទៅបំពងសិនណាអូខេឥឡូវដល់វគ្គភ្លក់ឲ្យមកកុំតន់ទៅណាអូខេសុំភ្លក់មួយមុននេះណាចង់ប្រាប់ថាឆ្ងាញ់ណាបងប្អូនអើយតែក្តៅបន្តិចទៅដកចេញពីបំពង់សីឆ្ងាញ់មែនទែនសាច់កង្កែបយើងឆ្ងាញ់ដូចសាច់មាន់អញ្ចឹងសំខាន់ណាពេលដែលយើងអប់ក្នុងបំពង់សីបែបនេះកង្កែបយើងឡងសាច់ឡើងផ្អែមហើយគឺឆ្អិនល្អហើយសាច់វាឡើងផុយឆ្ងាញ់មែនទេបងប្អូនអើយហើយឈ្ងុយគ្រឿងយើងទៀតហើយរសជាតិថ្ងៃហ្នឹងគឺដាក់ទៅចង់ប្រាប់ថាល្មមគ្រឿងផ្សំប៉ិនផ្សំមែនទែនថ្ងៃនេះ admin ហ្នឹងគឺផ្សំដាក់មកល្មមឆ្ងាញ់មែនទែនកັບសេរីហិលតិចទៀតមកឆ្ងាញ់ណាស់បងប្អូនអើយគ្រាន់តែថាញ៉ាំរៀងដកឆ្អឹងចេញទេអត់ចេះតែពីទាំងឆ្អឹងទេអូខេឥឡូវចាប់ផ្ដើមភ្លក់ទឹកម្ដងណានិយាយពីទឹកវិញជាតិម៉ែអាជាតិហើយបងប្អូនអើយជាតិមែនទែនឥឡូវមកកុំឲ្យខាត់ពេលយូរមកភ្លក់ជាមួយ admin ទាំងអស់គ្នាហើយបើមានពេលទំនេរសាក់ធ្វើណាឆ្ងាញ់មែនទែនចង់ប្រាប់ថារសជាតិវាគឺមកអែមហ្មងដាក់ក្នុងពងអស័យបែបហ្នឹងគឺឆ្ងាញ់ជាងកង្កែបយើងអប់ដាក់ឆ្នាំងធម្មតាណាឬក៏កង្កែបយើងយកទៅឆាអីប៉ុន្តែអប់បែបហ្នឹងគឺអត់មានក្លិនឆ្អាបហើយឡងផុយឆ្ងាញ់ឡើងតែឆ្ងាញ់តើបងប្អូនមកញ៉ាំជាមួយខ្ញុំទាំងអស់គ្នាណា
អូខេឥឡូវវីដេអូកង្កែបអប់ក្នុងកំពង់សីថ្ងៃហ្នឹងគឺទៅបានបញ្ចប់ត្រឹមហ្នឹងហើយសង្ឃឹមថាបងប្អូននឹងចូលចិត្តវីដេអូមួយនេះណាហើយបើសិនជាបងប្អូនចូលចិត្តសូមបងប្អូនកុំភ្លេចចុច like share ហើយនិង follow page របស់ admin អ្នកមួយផងណាដើម្បីទទួលបានវីដេអូថ្មីៗផ្លៃបន្តទៀតអូខេអរគុណច្រើនបាយបាយ